ក្តៅកគុកលោកត្រាំបង្ហាញមហាចតាចង់យកច្រកសមុទ្រហូម៉ូធ្វើជាទឹកដីអាមេរិកអ៊ីរ៉ង់តបថាស៊ូស្លាប់ក៏មិនព្រមពីបំផុតលោកដូណាល់ត្រាំសារភាពថាខ្លួនពិតជាចង់បានទឹកដីរបស់អ៊ីរ៉ង់មែនដោយបាននិយាយថារំលោភនឹងសម្រេចជាស្ថាពរនៃការយកឈ្នះលើអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះហើយច្រកសមុទ្រហូម៉ូនឹងក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិកនេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ AFP គួរឲ្យដឹងថាកន្លងមកលោកដូណាល់ត្រាំធ្លាប់អះអាងជាច្រើនលើកច្រើនសារមកហើយថាច្រកសមុទ្រហូម៉ូដែលជាច្រកផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរប្រេងនិងឧស្ម័នពិភពលោកមួយនេះគឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកប៉ុន្តែយ៉ាងណាការអះអាងនេះត្រូវបានទីក្រុងតេហឺរ៉ង់បានចេញមុខមកបដិសេធនិងទាត់ចោលជាបន្តបន្ទាប់យ៉ាងណាមិញលោកដូណាល់ត្រាំហាក់មិនបោះបង់មហិច្ឆតាក្នុងការគ្រប់គ្រងច្រកសមុទ្រនេះឡើយហើយពេលនេះលោកថែមទាំងបានបញ្ជាក់ថាច្រកសមុទ្រដែលជាដង្ហើមព្រៃពិភពលោកមួយនេះនឹងក្លាយជាទឹកដីរបស់អាមេរិកក្នុងពេលឆាប់ៗទៀតផងការអះអាងនេះកំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានជុំវិញពិភពលោកដូច្នេះចាំមើលថាតើមហិច្ឆតារបស់លោកត្រាំអាចនឹងក្លាយជាការពិតដែរឬទេឬគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះគណៈភាគីអ៊ីរ៉ង់វិញក៏បានបង្ហាញពីចំហដាច់ខាតស៊ូស្លាប់ក៏មិនអោយអាមេរិកគ្រប់គ្រងច្រកសមុទ្រនេះដែរ